តើចន្ទីដីជាំទឹកប៉ុណ្ណេះអាចដាក់ជីគល់បានអត់បងប្អូនសម្រាប់បញ្ហាទឹកជាំប៉ុណ្ណេះគឺយើងអាចដាក់ជីគល់បានណាបងប្អូននេះដោយសារអីចន្ទីនេះគឺអាយុ7ឆ្នាំបងប្អូន7ឆ្នាំបើយើងគិតពីប្រព័ន្ធឫសស្បៃគឺវាអត់ដល់កន្លែងធ្លក់ទឹកនេះទេធ្លក់ទឹកនេះបងប្អូនសក់ធ្លក់ទឹកនេះសក់ធ្លក់ទឹកនេះចឹងសម្រាប់ការចាក់ដាក់ជីគល់គឺដាក់បានបងប្អូនយើងដាក់ចម្ងាយតាពីគល់ហ្នឹងតែ1ម៉ែត្រមកបងប្អូនព្រោះអឺចន្ទីមេឃដល់ណាប្រព័ន្ធឫសស្បៃវាដល់ហ្នឹងចឹងមេឃចន្ទីគឺនៅធម្មតាទេចឹងយើងអាចឆ្លៀតដាក់ជីគល់បានហើយកុំឲ្យយើងពិបាកក្នុងការរង់ចាំដល់ដីនេះស្ងួតគឺយើងនឹងខាតពេលច្រើនហើយវាអាចនឹងពន្យាពេលយើងអាចដល់ខែ11ព្រោះឥឡូវនេះគឺខែ10ថ្ងៃទី18ហើយចឹងសម្រាប់ចការចន្ទីនេះគឺជាអតិថិជននៅខាងតាញ៉ែចិត្តពលានយន្តហោះថ្មីសៀមរាបហ្នឹងបងប្អូនគឺអតិថិជនឆ្នាំទី3ហើយឥឡូវនេះគឺគាត់បានចាប់ផ្ដើមបាញ់ឈុតទាញត្រួយហើយបងប្អូនដោយសារអីក៏គាត់បានដាក់ជីគល់ហើយគាត់តុបតែងមេចន្ទីក៏រួចរាល់ហើយសម្អាតជើងក្រោមស្មៅនោះក៏បានស្អាតហើយអញ្ចឹងគាត់ចាប់ផ្ដើមបាញ់ឈុតទាញត្រួយហើយបងប្អូនអញ្ចឹងដំណាក់កាលខែ10ហ្នឹងបងប្អូនធ្វើម៉េចឲ្យចន្ទីរបស់យើងមានត្រួយបងប្អូន